តើនៅក្នុងទីផ្សារមួយកម្ពុជាមានវិធីសាស្ត្រជួញដូរអ្វីខ្លះបាទហើយវិធីសាស្ត្រនោះវាខុសគ្នាយ៉ាងម៉េចបើសិនជាមានវិជ្ជកិនប្រើវិធីសាស្ត្រជួញដូរតាមការចរចាតើយើងអាចគណនារកទំហំនិងថ្លៃចរចាហ្នឹងដោយរបៀបណាបាទយើងនឹងជួបគ្នាលម្អិតបន្តិចទៀតនេះបើសិនជាបងប្អូនមើលវីដេអូនេះថ្មីលើដំបូងអាចចុច Subscribe Channel ឬយកសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីមុនគេក៏លើកទឹកចិត្តដល់ admin ផងដែរបាទអញ្ចឹងយើងទៅអនុវត្តស្វែងយល់ទាំងអស់គ្នានៅក្នុងផ្សារមូលបត្រកម្ពុជាឬក៏ផ្សារហ៊ុនកម្ពុជាមានវិធីសាស្ត្រជួញដូរពីរគឺទី1វិធីសាស្ត្រជួញដូរតាមការដេញថ្លៃដែលភាសាអង់គ្លេសហៅថា Auction Trading Method អក្សរកាត់ ATM និងទី2គឺវិធីសាស្ត្រជួញដូរតាមការចរចាភាសាអង់គ្លេសថា Negotiated Trading Method អក្សរកាត់ NTM នៅក្នុងវិធីសាស្ត្រទី1ជួញដូរតាមការដេញថ្លៃបើស្ថិតនៅក្នុងដំណាក់កាលជួញដូរទីផ្សារដំបូងឬក៏ហៅ Primary Market ដែលមានក្រុមហ៊ុនចុះបញ្ជីថ្មីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើដំបូងដែលយើងហៅថា IPO នោះគឺយើងត្រូវគោរពតាមលក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់ឧទាហរណ៍ថាក្រុមហ៊ុននោះបោះផ្សាយនៅតម្លៃមួយហើយគាត់កំណត់បាទគឺអាចទិញហ៊ុនបានគឺចាប់ពី100ហ៊ុនឬក៏40,000រៀលឬក៏អាចច្រើនឬតិចជាងនឹងអាស្រ័យទៅលើគោលការណ៍ក្រុមហ៊ុនដែលបានកំណត់ចេញបើសិនជានៅក្នុងទីផ្សារបន្ទាប់វិញដែលហៅថា secondary market ដែលយើងជួញដូរនៅក្នុងទីផ្សារភាគហ៊ុនឬក៏នៅលើ platform CSA Trade គឺវិជ្ជកិនគ្រាន់តែមានលុយទិញចាប់ពី1ហ៊ុនឡើងឬក៏មានហ៊ុនលក់ចាប់ពី1ហ៊ុនគឺអាចជួញដូរបានហើយមិនចាំបាច់កំណត់ទឹកប្រាក់ដោយការពីដំណាក់កាលទិញលើកដំបូងទេអាចនៅក្នុងទីផ្សារបន្ទាប់នេះតម្លៃភាគហ៊ុនយើងដឹងហើយភាគហ៊ុននៅក្នុងផ្សារមួយកម្ពុជាយើងមានចាប់ពី2000រៀលរហូតដល់10000រៀលជាងអញ្ចឹងមានន័យថាបើយើងមានលុយតែ2000រៀលជាងក៏អាចទិញហ៊ុនណាមួយដែលតម្លៃប្រហាក់ប្រហែលនឹងដែរពួកចំណុចទី2បាទគឺវិធីសាស្ត្រជួញដូរតាមការចរចាវិញគឺមានលក្ខខណ្ឌ2គឺទី1ទិញលក់ចាប់ពី50000ហ៊ុនឡើងទី2គឺទិញលក់ចាប់ពី200លានរៀលឡើងទើបអាចធ្វើការចរចាបានជាទូទៅគឺវិជ្ជកិនដែលមានហ៊ុនកាន់ច្រើនហើយនិងវិជ្ជកិនដែលមានលុយច្រើនគាត់ចង់ទិញក្នុងចំនួនមួយច្រើនអញ្ចឹងហើយគាត់ពិបាកទិញនៅលើទីផ្សារដោយសារការជួញដូរតិចឬក៏ធ្វើឲ្យតម្លៃទីផ្សារប្រែប្រួលខ្លាំងពេកបាទហើយបើវិជ្ជកិនគាត់ចង់ទិញលក់តាមការចរចានេះគាត់អាចផ្ញើព័ត៌មានឲ្យទៅ broker ឬក៏ក្រុមហ៊ុនមូលបត្រដែលគាត់កំពុងប្រើប្រាស់សេវាកម្មដើម្បីឲ្យគាត់ជួយរកអ្នកទិញអ្នកលក់ឲ្យត្រូវគ្នាបាទដើម្បីរកគ្នាឃើញចរចាគ្នាត្រូវនៅតម្លៃណាមួយចឹងទៅដូច្នេះ broker គាត់អាចធ្វើជាអ្នកសម្របសម្រួលឬក៏ជាឈ្មួញកដាលយើងអាចដឹងថាមានប្រតិបត្តិការជួញដូរតាមការចរចាណាមួយដោយសារតែយើងតាមដានទិន្នន័យជួញដូរប្រចាំថ្ងៃនៅលើទីផ្សារភាគហ៊ុនបាទដូចជាតាមរយៈគេទំព័រផ្សារមួយកម្ពុជា CSX ឬក៏ app ផ្សារហ៊ុនជាពិសេសគឺនៅលើ app CSX Trade តែម្ដងបាទជាកម្មវិធីជួញដូរភាគហ៊ុនបាទខ្ញុំសូមលើកជាឧទាហរណ៍ជាក់ស្ដែងតែម្ដងបាទនៅថ្ងៃទី21ខែ5ឆ្នាំ2025នេះគឺមានក្រុមហ៊ុនមួយមានការជួញដូរតាមការចរចាមួយប្រតិបត្តិការចំនួនភាគហ៊ុនដល់ទៅ57,000ហ៊ុនជាងដែលគិតជាតម្លៃទំហំជួញដូរសរុបហ្នឹងគឺ1200លានជាងបាទដែលតម្លៃចរចា2100រៀលក្នុងមួយហ៊ុនបាទនោះគឺក្រុមហ៊ុន PPSP ដែលយើងស្គាល់ថាជាតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញជាបុត្រសម្ព័ន្ធរបស់ Royal Group របស់អ្នកអង្គការគិតមេងនៅកំឡុងពេលដែលផ្សារហ៊ុនកំពុងបើកឬក៏ក្រោយបិទផ្សារហើយយើងឃើញមានភាគហ៊ុនក្រុមហ៊ុនណាមួយមានទំហំជួញដូរធំលើសពីធម្មតាយើងអាចសន្និដ្ឋានឬសង្កេតថាអាចនឹងមានការជួញដូរតាមរយៈការចរចាណាមួយយើងអាចដឹងថាមានប្រមាណប្រតិបត្តិការទំហំសាច់ប្រាក់ប្រមាណឬក៏តម្លៃជួញដូរចរចាហ្នឹងប្រមាណទេអញ្ចឹងយើងអាចចូលទៅពិនិត្យមើលបានតាមរយៈគេទំព័រឬក៏ app CSA Trade បាទឥឡូវខ្ញុំចូលទៅក្នុងគេទំព័រមុនយើងចូលទៅកម្មវិធី browser ណាមួយដូចជា Chrome នេះជាដើមចុចលើវាបើកចុចលើ menu search នេះរួចវាអាសយដ្ឋានគេទំព័រផ្សារមូលបត្រកម្ពុជាដែលមានឈ្មោះថា csx.com.kh ឬចុចប៊ូតុង enter ឬក៏ search រកតមកវាបង្ហាញហើយខ្ញុំយកជាភាសាខ្មែរដដែលតមកខ្ញុំចុចសញ្ញាត្រេ3នៅខាងលើឆ្វេងដៃនេះរើសយកនុយទិន្នន័យទីផ្សារតមករើសយកសង្ខេបការជួញដូរឬ trade summary យើងនឹងមើលឃើញមក platform យើងបង្ហាញជា3ផ្នែកផ្នែកខាងលើបង្ហាញអំពីសន្ទុះផ្សារទាំងមូលមានទំហំជួញដូរតម្លៃជួញដូរ market cap ហើយកដាលនេះគេដាក់ថាជួញដូរតាមការដេញថ្លៃបាទយើងនឹងឃើញមានទិន្នន័យសង្ខេបគ្រប់ក្រុមហ៊ុនទាំងអស់ជាមួយគ្នាមានឈ្មោះក្រុមហ៊ុនថ្លៃបិទផ្សារបើកបិទតម្លៃខ្ពស់ទាបទំហំជួញដូរតម្លៃជួញដូរហើយនឹងមានអានបាត PE PB នៅចុងក្រោយគេទៀតហើយមានកំណត់សម្គាល់នៅខាងក្រោមបាទចំណែកយើងមកមើលបាទទំព័រខាងក្រោមនេះវិញបាទគឺផ្នែកខាងក្រោមគេដាក់ថា
ជួញដូរតាមរយៈការចរចាយើងនឹងមើលឃើញបាទប្រតិបត្តិការជួញដូរតាមការចរចានៅក្នុងនេះឃើញមានក្រុមហ៊ុនមួយគឺ PPSP បាទគេដាក់ចំនួនប្រតិបត្តិការមួយប្រតិបត្តិការបើសិនជាក្នុងថ្ងៃតែមួយហ្នឹងមានការជួញដូរចរចាក្រុមហ៊ុនផ្សេងៗក៏វាបង្ហាញនៅលើនឹងដែរបើសិនជានេះវាបង្ហាញតែ PPSP មួយទេមួយប្រតិបត្តិការចំនួនបើសិនជាមាន2 3វានឹងដាក់2 3អញ្ចឹងទៅ3ប្រតិបត្តិការ4ប្រតិបត្តិការមិនមានក្រុមហ៊ុនខ្លះមួយថ្ងៃជួញដូរ4ប្រតិបត្តិការក៏មានដែរចរចាអាចម្ចាស់ផ្សេងគ្នាវិជ្ជកិនផ្សេងគ្នាបើសិនជាមានការចរចាច្រើនប្រតិបត្តិការហើយវិជ្ជកិនផ្សេងគ្នាអាចនឹងតម្លៃខុសៗគ្នាពិបាករកតម្លៃចរចាបន្តិចបាទប៉ុន្តែបើសិនជាមានតែមួយប្រតិបត្តិការចេះយើងងាយស្រួលកណនារកបាទអញ្ចឹងយើងឃើញនៅជួរឈរចុងក្រោយនេះគេដាក់ថាតម្លៃជួញដូរសរុបនេះឃើញមាន1200លានរៀលជាងបាទយើងអាចកត់ទុកនៅទុកទៅហើយប្រតិបត្តិការមួយប្រតិបត្តិការយើងអាចយកទៅកណនានៅពេលដែលយើងចូល app CSA Trade យើងនឹងមើលឃើញចំពោះទិន្នន័យជួញដូរតាមការចរចានេះបើសិនជាវាកន្លងផុតថ្ងៃជួញដូរទៅបាទច្រើនថ្ងៃទៅបើយើងចង់ទៅមើលវាតោះតែយើងចូលទៅក្នុងម៉ានុយមួយទៀតឈ្មោះថាថ្លៃមូលបត្រឬក៏ price អញ្ចឹងរបៀបក្នុងការចូលទៅមើលតាមដានក្រុមហ៊ុនទាំងអស់ដែលធ្លាប់ចរចាតាំងពីគាត់បោះផ្សាយ IPO មកមានថ្ងៃណាខ្លះទំហំប្រមាណអីយើងអាចចូលទៅរកមើលបានខ្ញុំមានវីដេអូដែលធ្វើហើយខ្ញុំដាក់ link នៅ caption នៅខាងលើគេតែម្ដងបងប្អូនអាចចូលទៅមើលបានពីរបៀបចូលតាមដានការជួញដូរចរចាកន្លងផុតឧទាហរណ៍ថាក្រុមហ៊ុនផ្សេងណាក្រុមហ៊ុនខ្លះមាន19ប្រតិបត្តិការធ្លាប់ចរចាមកដូចផែភ្នំពេញ GTI ក្រុមហ៊ុនផ្សេងទៀតបង្វែរទៅបន្តរកវិធីកណនាមើលថាមួយប្រតិបត្តិការរបស់ PPSP ថ្ងៃនេះចរចានៅតម្លៃណាបាទកណនាមិនបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាជាបន្តទៀតយើងទៅបើកបាទកម្មវិធី app CSA Trade កម្មវិធីជួញដូរពីហ៊ុនយើងតោះមកយើង log in ចូលទៅក្នុងម៉ានុយ stock នេះមកចុចយកម៉ានុយ quote ឬក៏ថ្លៃភាគហ៊ុនរើសយកក្រុមហ៊ុនណាមួយដែលយើងចង់មើលបើសិនជាមានភាគហ៊ុនណាចរចាឬក៏មានទំហំជួញដូរច្រើនខុសធម្មតាឥឡូវខ្ញុំយក PPSP នៅលើនេះវាបង្ហាញតែការជួញដូរនៅលើទីផ្សារទេរវាងអ្នកទិញនិងអ្នកលក់ណាប៉ុន្តែចរចាអត់ឃើញតួលេខនៅលើហ្នឹងទេបើយើងចង់មើលមានការចរចាអត់យើងចុច back ថយក្រោយវិញហើយយកម៉ានុយនេះបាទ history ពេលចូលម៉ានុយ history យើងនឹងឃើញមានទំហំជួញដូរបាទសរុបនេះថ្ងៃទី21ខែ5 2025នេះយើងឃើញថាច្រើនលើសពីការជួញដូរនៅលើផ្សារយើងមើលនៅលើម៉ានុយបាខាងលើឃើញទេឃើញខុសគ្នាបាទក្រោយពីបិទផ្សារឃើញមានទំហំជួញដូរលោតឡើងធំចេះហើយឃើញខុសពីទំហំជួញដូរនៅលើទីផ្សារមានន័យថាមានអ្នកចរចាអញ្ចឹងយើងអាចកណនារកតម្លៃចរចាបានតាមរូបមន្តបាទគឺយកតម្លៃជួញដូរសរុបចែកនឹងទំហំជួញដូរសរុបបាទចំនួនហ៊ុនជួញដូរសរុបយើងនឹងឃើញថ្លៃចរចាមួយហ៊ុនប្រមាណបាទអញ្ចឹងយើងអនុវត្តការកណនាជាមួយគ្នាបាទចង់រកចំនួនភាគហ៊ុនដែលគេចរចាយើងយកចំនួនភាគហ៊ុនដែលជួញដូរក្រោយបិទផ្សារសរុបនេះ580000ហ៊ុនជាងនេះដកនឹងចំនួនដែលជួញដូរនៅលើទីផ្សារយើង7300ហ៊ុនជាងគឺឃើញចំនួនភាគហ៊ុនដែលគេចរចាគឺ578,750ហ៊ុនមករកតម្លៃជួញដូរចរចាសរុបវិញបាទគឺយើងយកតម្លៃជួញដូរក្រោយបិទផ្សារនេះ1241លានរៀលដកនឹងតម្លៃជួញដូរនៅលើទីផ្សារ15លានរៀលជាងយើងឃើញដែលគេចរចាសរុបណាគឺ1215លានរៀលជាងដូច្នេះបើយើងចង់រកតម្លៃដែលគេចរចាមួយហ៊ុនប្រមាណគឺគ្រាន់តែយកតម្លៃជួញដូរចរចាសរុបនេះចែកនឹងចំនួនភាគហ៊ុនដែលចរចាសរុបមកយើងនឹងឃើញបាទគឺចម្លើយគឺ2100រៀលក្នុងមួយហ៊ុនដែលគេចរចាណាហើយតម្លៃចរចាសរុបនេះបើយើងខ្ជិលកណនាតាម app CSA Trading យើងអាចទៅយកពីកែតំពរដែលគេប្រាប់យើងស្រាប់តែម្ដងបាទចំនួនតម្លៃជួញដូរចរចាសរុបប្រមាណលានរៀលអញ្ចឹងណាចំពោះវិជ្ជកិនចាស់ដែលមានកណន័យជួញដូរយូរហើយធ្លាប់សុំលេខសម្ងាត់ពីក្រុមហ៊ុនមូលបត្រឬក៏ broker ដើម្បីប្រើប្រាស់គេហទំព័រ ICSX យើងកាន់តែងាយស្រួលទៀតដល់ការតាមដានការសង្ខេបការជួញដូរទិន្នន័យប្រចាំថ្ងៃនៅលើទីផ្សារភាគហ៊ុនបើសិនជាមានវិជ្ជកិនឬក៏ភាគហ៊ុនណាមួយមានការចរចាវាក៏បង្ហាញនៅក្នុង platform មួយនេះដែរបាទទោះបីជាផ្សារហ៊ុនមិនទាន់បិទក៏ដោយក៏បង្ហាញដែរកាន់តែងាយស្រួលទៀតហើយបើអត់មានវាប្រើទេក៏មិនជាបញ្ហាដែរបាទយើងអាចតាមដាននៅលើ app CSA Trade ឬក៏គេហទំព័រផ្សារមួយរបស់កម្ពុជាវីដេអូប្រធានបទទាំងនេះក៏ដល់ទីបញ្ចប់បាទជាចុងក្រោយសូមខន្តីអភ័យទោសបើសិនជាមានកំហុសឆ្គងអចេតនាណាមួយដែលកើតមាននៅក្នុងវីដេអូនេះបើសិនជាគាំទ្រការចែករំលែកបាទកុំភ្លេចចុច Subscribe ឬយកសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូមុនគេព្រមទាំងចុច Like Share Comment ចូលរួមមតិយោបល់ផ្សេងៗហើយវីដេអូនេះនាំមកជូនដោយក្លឹបប្រឹក្សាភាគហ៊ុនជាក្រុមឯកជនតែមួយគត់ដែលមានបរិហាត់បរៀន
ការវីដេអូពហុននៅក្នុងផ្សារមួយបាកម្ពុជាយើងមានសមាជិកក្រុម admin ដល់ទៅ8រូបដែលឆ្លងកាត់បទពិសោធន៍ច្រើនឆ្នាំចូលរួមមកចែករំលែកបទពិសោធន៍ចំណេះដឹងក៏លើកវិធីសាស្ត្រជាច្រើននៅក្នុងការទាញយកផលចំណេញក្នុងការវិនិយោគនៅក្នុងទីផ្សារពហុនក្នុងស្រុកយើងបាទប្រិមិត្តចាប់អារម្មណ៍អំពីក្លឹបសិក្សានេះអាចសាកសួរព័ត៌មានបន្ថែមបានមកលេខទូរស័ព្ទ admin Telegram 0865529297បាទអាច call សួរក៏បានឬក៏ឆាតតាម Telegram ក៏បានដែរអំពីលក្ខខណ្ឌក៏ដូចជាថ្លៃដែលចុះឈ្មោះជាសមាជិកហើយ admin ក៏មានលក់សៀវភៅវីដេអូពហុនចំនួន5ក្បាលដែរដែលជំរើសចម្រាញ់មកបាទសិតតែជាសៀវភៅល្អៗមានភាសាអង់គ្លេស2ក្បាលនិងភាសាខ្មែរ3ក្បាលបងប្អូនដែលចាប់អារម្មណ៍ចូលចិត្តការអានបាទអាចទំនាក់ទំនងមកសួរព័ត៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ Telegram ដដែលបាទអរគុណយើងនឹងជួបគ្នានៅវីដេអូថ្មីលើកក្រោយទៀតនាំមកជូនដោយក្លឹបប្រឹក្សាពហុន